មនាលភិក្ខុទាំងឡាយចុះស្ត្រីក្តីបុរសក្តីគ្រោះហោះក្តីបព្វជិតក្តីគួរពិចារណារឿយថាអាត្មាអញមានចរិយាជាធម្មតាមិនកន្លងចរិយាទៅបានតែព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្ដេចមនាលភិក្ខុទាំងឡាយពួកសត្វតែងមានសេចក្តីស្រវឹងក្នុងវ័យដ៏ចម្រើនដែលជាហេតុនាំឲ្យពួកសត្វប្រព្រឹត្តទុច្ចរិតដោយកាយប្រព្រឹត្តទុច្ចរិតដោយវាចាប្រព្រឹត្តទុច្ចរិតដោយចិត្តកាលបើបុគ្គលនោះពិចារណាស្ថាននោះរឿយហើយក៏លះបង់យកបនៈមតៈគឺសេចក្តីស្រវឹងក្នុងវ័យដ៏ចម្រើនដោយសពគ្រប់ឬពំនុសោតក៏គង់ស្រាលស្ដាងទៅបានមនាលភិក្ខុទាំងឡាយស្ត្រីក្តីបុរសក្តីគ្រោះហោះក្តីបព្វជិតក្តីគួរពិចារណារឿយថាអាត្មាអញមានចរិយាជាធម្មតាមិនកន្លងចរិយាទៅបានព្រោះអាស្រ័យអំណាចប្រយោជន៍ចឹងនេះឯងធម៌ទាំងឡាយគឺព្យាធិធម៌ចរិយាធម៌និងមរណធម៌មាននៅយ៉ាងណាពួកពុទ្ធជនជាសប្បុរសរមែងស្អប់ខ្ពើមយ៉ាងនោះកាលបើពួកសត្វមានសភាវៈយ៉ាងនេះហើយតថាគតក៏គួរធុញទ្រាន់នឹងសភាវៈនោះដែរហេតុនោះមិនមានដល់តថាគតមានសភាពដ៏សមគួរមានវិហារធម៌យ៉ាងនេះតថាគតនោះកាលបើនៅយ៉ាងនេះក៏ដឹងនៅធម៌ដែលប្រះចាកឧបធិបានឃើញបព្វជិតថាជាការខ្សែនគ្របសង្កត់នៅសេចក្តីស្រវឹងទាំងពួងគឺស្រវឹងក្នុងភាវៈនៃខ្លួនជាបុគ្គលមិនមានរោគក្នុងវ័យក្នុងជីវិតបានសេចក្តីព្យាយាមក៏កើតមានដល់តថាគតនោះកាលដែលឃើញច្បាស់នៅព្រះនិព្វានតថាគតមិនគួរដើម្បីសេពកាមទាំងឡាយបានវិញក្នុងកាលឥឡូវនេះទេតថាគតនឹងជាអ្នកប្រព្រឹត្តប្រមចរិយធម៌តទៅមិនបានត្រឡប់វិញឡើយ